ប៉ុន្តែចោលហ្នឹងជាចោលមួយរូបមាននិស័យជាមួយនឹងនាងម្នាក់នៅក្នុងក្រុងនោះបណ្ដើរទៅកាត់បុកផ្ទះនាងសលសាមាននាងម្នាក់ហ្នឹងឈ្មោះថានាងសលសានាងហ្នឹងនៅលើប្រាសាទ7ជាន់ហើយក៏កលេចមកឃើញគេបណ្ដើរអ្នកទោសរាជបុរសរបស់ព្រះរាជាហ្នឹងគឺបណ្ដើរអ្នកទោសកំពុងតែទុងស្គរបណ្ដើរកំពុងតែប្រកាសបណ្ដើរថាអស់លោកអ្នកទាំងឡាយអើយសូមកុំយកតម្រាប់តាមបន្តិចទៀតនឹងប្រហារជីវិតបុរសម្នាក់នេះហើយគឺអ្នកដែលបានលួចទ្រព្យសម្បត្តិអ្នកដទៃចឹងនាងសលសាមើលពីប្រាសាទមកឃើញបុរសណាជាសេដ្ឋីបុត្រទេតើធ្លាប់តែមានទ្រព្យសម្បត្តិព្រោះពីរអ្នកហ្នឹងមានធ្លាប់មានទំនាក់ទំនងជាមួយគ្នាចឹងក៏ហៅពួកអ្នកទាំងអង្គឈប់សិនថាណែរាជបុរសចូលអ្នកទាំងឡាយឈប់សិនណាខ្ញុំចង់ឲ្យនំអន្សមចំនួន4ដុំព្រោះចៅម្នាក់នេះមើលទៅគឺថាហេវហត់អស់កម្លាំងណាស់អាណិតអាសូរមាននិស័យជាមួយហ្នឹងទៅព្រោះពីរអ្នកហ្នឹងធ្លាប់មានទំនាក់ទំនងអាមនោសញ្ចេតនារបស់នាងហ្នឹងគឺនៅដកដិតដាមចឹងក៏ឲ្យនាងហ្នឹងក៏ឲ្យនំអន្សមចំនួន4ហើយទឹកនឹងឯងចំនួន1ផ្តិលថារាជបុរសលោកសូមលោកម្ចាស់រងចាំបន្តិចទៀតទៅចាំយកបុរសម្នាក់នេះអ្នកទោសនេះយកទៅប្រហារជីវិតចោះចាំឲ្យគាត់បានបរិភោគអន្សមហើយនឹងទឹកនេះសិននៅពេលវេលានោះក៏ព្រះមហាមុគលានបុរសម្នាក់ហ្នឹងមានឧបនិស្ស័យជាមួយនឹងព្រះមហាមុគលានព្រះមហាមុគលានក៏បានប្រមើលមើលនៅឧបនិស្ស័យរបស់បុរសម្នាក់ហ្នឹងលោកក៏បាននិមិត្តសម្ដែងរិទ្ធមកចំពោះមុខហ្នឹងលោកពិចារណាថាបុរសម្នាក់នេះប្រសិនណាបើអាត្មាអញមិនអនុគ្រោះដល់លោកទេដល់គេទេបុរសម្នាក់នេះពេលដែលស្លាប់ទៅគឺច្បាស់ទៅអបាយភូមិហើយព្រោះអត់បានធ្វើសេចក្តីល្អទេព្រោះមកជីវិតរបស់បុរសម្នាក់ហ្នឹងអត់មានបានធ្វើសេចក្តីល្អទេគិតតែស្រីស្រាអូនបងតែដល់ពេលគេរៀបយកទៅប្រហារជីវិតវាមានអីបាបសុទ្ធតែបាបគឺធ្លាក់ទៅនរកហើយអញ្ចឹងក៏ព្រះមហាមុគលានហ្នឹងលោកក៏សង្គ្រោះដល់បុរសម្នាក់ហ្នឹងទៅនិមិត្តចំកណ្ដាលមុខរបស់អ្នកទោសហ្នឹងសេដ្ឋីបុត្រហ្នឹងទៅឲ្យឃើញលោកទៅក៏សេដ្ឋីបុត្រនេះអ្នកទោសហ្នឹងក៏មានចិត្តសង្វេគខ្លួនឯងថាអោណោះជីវិតរបស់អាត្មាអញធ្លាក់ខ្លួនមកដល់ពេលនេះអាត្មាអញអត់មានអីទេជីវិតចុងក្រោយហើយបើប្រហារជីវិតទៅអាត្មាអញប្រកាសណាស់នឹងធ្លាក់ទៅនរកហើយចឹងដូច្នេះលោកម្ចាស់បានទ្រង់ឈរនៅខាងមុខចំពោះមុខយើងហើយចឹងដូច្នេះយើងត្រូវតែបរិភោគនំប៉ុណ្ណេះគឺវាគ្មានន័យសម្រាប់អាត្មាអញទេចឹងអាត្មាអញត្រូវតែប្រគេនទៅដល់ព្រះមហាមុគលានទៅព្រោះលោកមកដល់ហើយប្រគេនទៅលោកទៅប្រគេនលោកហើយលោកក៏អត់ទៅណាទេលោកក្រាលកម្រាលនិស័យតអ្នកអង្គឆាន់ទៅនឹងទៅហើយចៅហ្នឹងក៏ឃើញអញ្ចឹងក៏មានសេចក្តីជ្រះថ្លារីករាយព្រោះឧបនិស្ស័យរបស់ចៅហ្នឹងបានដល់ភូមិទេវតាឯណោះតាគេប្រហារជីវិតទៅកំណើតកើតទៅជាភូមិទេវតាដោយបាយមួយដុំហ្នឹងដោយនំសមចំនួន4ដុំចឹងក៏លោកឆាន់ទៅសบายចិត្តចោលហ្នឹងសบายចិត្តក៏គេយកទៅប្រហារជីវិតទៅប្រហារជីវិតទៅក៏កំណើតហ្នឹងតទៅកើតត្រឹមតែរុក្ខទេវតាពីព្រោះថា
គុំអីលោកបានតែចាប់កំណើតនៅកំណើតដែលខ្ពស់ជាងនឹងហើយដោយសារក្នុងគណៈចិត្តរបស់លោកជួបជាមួយនឹងនាងសលសានេះគឺមានតម្រេកជាមួយនាងចិត្តនឹងជាប់ចម្ពាក់ស្រឡាញ់នាងคล้ายទៅជាអរគទេវតារុក្ខទេវតានេះទេវតាដែលថិតថែរក្សាដើមជ្រៃមួយនៅក្បែរផ្ទះនាងហ្នឹង